ចូលជំពូក39ពពែព្រៃមានកូននៅពេលណាតើអ្នកដឹងឬទេតើអ្នកដែលសង្កេតឃើញក្តាន់ញីបង្កើតកូនឬទេតើអ្នកបានរាប់ចំនួនខែដែលវាផើមហើយដឹងពេលដែលវាបង្កើតកូនឬទេវាក្រាបចុះរួចបង្កើតកូនចេញមកហើយបាត់ការឈឺចាប់កូនរបស់វាក៏មានកម្លាំងមាំមួនហើយចម្រើនធំធាត់ឡើងនៅទីវារួចចាក់ចេញពីមេវាទៅឥតធ្វើត្រឡប់មកវិញឡើយតើនរណាផ្ដល់សេរីភាពឲ្យលាព្រៃដោយស្រែចំណងរបស់វាជាងបានឲ្យវារស់នៅតាមព្រៃល្បាស់ដីដែលមានចិត្តព្រៃជាលំនៅរបស់វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរហើយក៏មិនដែលលើសំឡេងម្ចាស់ណាស្រែកដាក់វាដែរវារកស៊ីនៅតាមដងភ្នំវាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណីតើគោព្រៃចូលចិត្តធ្វើការបម្រើអ្នកហើយចង់ដេកនៅក្រោកគោរបស់អ្នកឬទេតើអ្នកអាចយកខ្សែមកចងគោព្រៃបង្ខំឲ្យវាភ្ជួរស្រែបានឬទេតើវាសុខចិត្តអូសរនាស់ឲ្យអ្នកនៅតាមជ្រលងភ្នំឬទេតើអ្នកអាចទុកចិត្តវាព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លាហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មានរបស់អ្នកឬទេតើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវយកទៅលានបោកបានហើយនាំភោគផលទៅដាក់ជង្រុកបានឬទេសត្វអូទ្រីសទទេស្លាបយ៉ាងសង្ហាក៏ប៉ុន្តែតើវាអាចហើរដោយសកុកបានឬវាពងចោលនៅលើដីហើយបង្កប់ពងនោះឲ្យក្តៅនៅក្នុងខ្សាច់ដោយពុំនឹកស្មានថាគេអាចដើរពីលើឬមានសត្វព្រៃមកជាន់កន្ទិកឡើយវាតាំងតែងជាមួយកូនរបស់វាធ្វើហាក់ដូចជាមិនមែនជាកូនរបស់វាខំប្រឹងប្រែងទោះបីមិនបានការក៏វាមិនខ្វល់ខ្វាយអ្វីដែរត្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញាហើយគ្មានគំនិតច្បល់ប៉ុន្តែពេលក្រោកឡើងរត់បោះពួយទៅមុខនោះសេះនិងអ្នកជិះសេះពុំអាចដេញតាមវាទាន់ឡើយតើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះតើអ្នកឬដែលធ្វើឲ្យមេសក់ដ៏វែងអន្លាយដុះនៅលើកញ្ចឹងករបស់វាតើអ្នកឬដែលធ្វើឲ្យវាចេះលោតដោយកណ្ដូបនិងមានសម្រែគួរឲ្យញាប់ញ័រវាបោនៅតាមជ្រលងភ្នំហើយបញ្ចេញកម្លាំងសម្រុកទៅរកសមរភូមិវាមិនចេះភ័យខ្លាចឬតក់ស្លុតហើយវាមិនរាថយនៅចំពោះមុខដាវឡើយសំឡេងបំពង់ព្រួយសន្ធឹកលំពេនិងស្នងលាន់លឺនៅលើខ្លួនវាលោតវាកញ្ជ្រោលវាបោះពួយទៅមុខហើយពេលវាឮគេផ្លុំស្នេហ៍វាពុំអាចនៅស្ងៀមបានទេកាលណាឮគេផ្លុំស្នេហ៍វាស្រែកឡើងវាស្រង់ក្លិនចម្បាំងពីចម្ងាយហើយក៏ស្គាល់សំឡេងរបស់មេទ័ពនៅសម្រែសក្តាតើសត្វប្រមងសំកាំងស្លាបតម្រង់ទៅទិសខាងត្បូងដើម្បីឲ្យរោមស្លាបដុះឡើងសារជាថ្មីដោយសារគំនិតច្បល់របស់អ្នកឬតើសត្វឥន្ទ្រីហើរឡើងទៅលើដោយដាក់កូនរបស់វានៅតាមទីខ្ពស់តាមបញ្ជារបស់អ្នកឬនៅពេលជប់វាស្នាក់នៅតាមថ្មវាចូលក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ធ្វើជាកំផែងការពារខ្លួនពីទីខ្ពស់នោះវាសម្លឹងចាំចាប់រំពាវាអាចមើលឃើញពីចម្ងាយកូនរបស់វាជញ្ជក់ឈាមទីណាមានសាកសពវាស្ថិតនៅទីនោះ